សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំកំពុងតែធ្វើដំណើរមកខេត្តកំពង់ស្ពឺដើម្បីទៅកាន់រមណីយដ្ឋានមួយកន្លែងតោះតាមមើលទាំងអស់គ្នាថាតើខ្ញុំទៅរមណីយដ្ឋាននៅកន្លែងណានៃខេត្តកំពង់ស្ពឺចាអញ្ចឹងនេះគឺជាផ្លូវចូលទៅកាន់រមណីយដ្ឋានខ្ញុំបានជិះចូលមកហើយអូនេះមានសត្វគោមានអីទៀតនេះហើយនៅក្នុងតាមផ្លូវមកនេះគឺសត្វដើមឈើហើយនឹងព្រៃភ្នំគឺហុំព័ទ្ធនៅជុំវិញនឹងទាំងអស់ហ្មងអញ្ចឹងគឺរមណីយដ្ឋាននេះគឺស្ថិតនៅចំកណ្ដាលនៃព្រៃភ្នំតែម្ដងគឺហុំព័ទ្ធស្ថិតតែដោយភ្នំអញ្ចឹងនេះគឺជារមណីយដ្ឋានដែលនាងខ្ញុំមកលេងដែលស្ថិតនៅក្នុងខេត្តកំពង់ស្ពឺនឹងគឺរមណីយដ្ឋានមួយដែលមានឈ្មោះថាស្ទឹងថ្មីគំនិតគ្រាន់តែដើរចូលមកដល់គឺអ្វីដែលឃើញមុនគេហ្នឹងគឺទឹកស្ទឹងចាបងប្អូននេះទឹកស្ទឹងហូរឡងវូតែម្ដងហើយមានសត្វគោរត់ឆ្លងកាត់ទៀតគ្នាក្តៅគ្នាអញ្ចឹងគ្នាឆ្លងកាត់ទៅទឹកឲ្យត្រជាក់ទៅរចំណីទៅរស្មៅទៅរដើមឈើអីដើម្បីបរិភោគដែរនិយាយទៅនៅជុំវិញផ្នែកខាងមុខនេះហ្នឹងគឺសុទ្ធតែស្ទឹងទាំងអស់ហ្មងហើយទឹកស្ទឹងនេះគឺឡងថ្លាឆ្វេងតែម្ដងបងប្អូនតែរសាខ្ញុំទៅនេះវាខែក្តៅដល់ពេលអញ្ចឹងទឹកស្ទឹងរៀងរីងដែរយើងឃើញមានខ្សាច់ឡងសនៅចំកណ្ដាលដោះមកឡងដូចកោះចឹងតែវាតូចអញ្ចឹងដាក់ឈ្មោះរបស់គេស្ទឹងថ្មីគំនិតហ្នឹងគឺត្រូវហើយព្រោះដោយសារអីនៅជុំវិញនៃខាងមុខកន្លែងសម្រាប់ហ្នឹងគឺសុទ្ធតែស្ទឹងនិយាយទៅបងប្អូនអរគ្នានៅនេះគឺធម្មជាតិពិតហ្មងបងប្អូនរមណីយដ្ឋានហ្នឹងគឺគាត់ស្ថិតនៅចំកណ្ដាលនៃជួរភ្នំតែម្ដងហុំព័ទ្ធដោយភ្នំជុំវិញតែម្ដងហើយភ្នំធំខ្ពស់ស្អាតណាហើយសត្វព្រៃហើយមានមានស្ទឹងនៅមុខហ្នឹងគឺនិយាយទៅគឺស្រស់ស្អាតហ្មងហើយពេលខ្ញុំមកនេះគឺកន្លែងហ្នឹងគាត់តឹងបើកទេអត់ទាន់មានសបោភ្ញៀវទេសចរឬក៏អ្នកដើរកំសាន្តអីគាត់មកច្រើនទេដោយសារគាត់តឹងបើកអញ្ចឹងថ្ងៃដែលខ្ញុំមកហ្នឹងគឺស្ងាត់មែនតើចឹងឯងបាទខ្ញុំអាចថតវីដេអូបានហើយថតមកគឺឮសំឡេងទឹកហូរឮសំឡេងសត្វយំគឺច្បាស់ស្អាតហ្មងដោយសារតែគេទាំងបើកថ្មីហើយអត់តមានអ្នកសូវស្គាល់ច្រើនហើយអ្នកអត់តមានមកចឹងណាចឹងគឺស្ងប់ស្ងាត់ស្រួលក្នុងការថតហើយយើងមកអង្គុយសម្រាប់ញ៉ាំអីលេងអីគឺត្រជាក់ចិត្តហើយរំសាយអារម្មណ៍ល្អមែនតើចាបងប្អូនចឹងនៅនេះមិនត្រឹមតែជារមណីយដ្ឋានដែលមានកញ្ចុះឲ្យយើងអាចអង្គុយលេងសម្រាប់ញ៉ាំអីបានទេគេថែមទាំងមានជារបៀបផ្ទះលំហែដែលយើងអាចស្នាក់នៅសម្រាប់បានទៀតចឹងយើងអាចមានជាបន្ទប់មានខែ1មានខែ2មានអីចឹងណាចឹងយើងអាចសម្រាប់គេនៅនឹងបានទៀតហើយផ្ទះគេគឺស្អាតដែរគេប្រើផ្ទះជារបៀបផ្ទះឈើហើយប្រក់ស័ង្កសីហើយស័ង្កសីពណ៌គេភ្លឺស្អាតហើយនេះគឺជាកញ្ចុះដែលកញ្ចុះគេនឹងស្ទើរតែមានឈ្មោះរុក្ខជាតិមានឈ្មោះរៃយំមានអីចឹងនិយាយទៅគេប្រើពាក្យបែបរៀងខ្មែរយើងតែម្ដងណាបងប្អូន
ប៉ុន្តែថ្ងៃនេះខ្ញុំគ្រាន់តែឈៀងចូលមកអង្គុយញ៉ាំអីលេងតន្តិចហើយខ្ញុំចេញត្រឡប់ទៅវិញហើយដោយសារថ្ងៃនេះខ្ញុំមាន plan ត្រូវទៅកន្លែងទឹកជ្រោះជ្រាវមួយទៀតចឹងហើយខ្ញុំអត់បាននៅសម្រាប់នៅកន្លែងរមណីយដ្ឋាននេះទេចឹងនេះគឺជាបន្ទប់គឺជាផ្ទះដែលគេសម្រាប់អាចស្នាក់នៅបានចឹងគឺគេមានផ្ទះបែបលក្ខណៈឈើចឹងទៅហើយទៅគេមានប្រក់សង្កសីពណ៌មានពណ៌លឿងពណ៌ខៀវពណ៌ក្រហមពណ៌ស្វាយពណ៌កឈូកអីនិយាយទៅគឺស្អាតស្អាតហ្មងហើយផ្ទះហ្នឹងគឺសិតតែបែរមុខទៅភ្នំអញ្ចឹងបើសិនជាយើងគេងព្រលឹមឡើងយើងបើកទ្វារមកគឺឃើញភ្នំនៅទល់មុខយើងមើលទៅស្រស់ស្រាយតែហើយផ្ទះហ្នឹងក៏ដូចគ្នាដែរបន្ទប់មួយហ្នឹងគឺគេសិតតែមានឈ្មោះផុសគេតែខ្ញុំថតរៀងពីឆ្ងាយខ្ញុំបានទៅចិត្តចឹងអត់ដឹងមានឈ្មោះអីគេខ្លះតែដឹងតែឈ្មោះគេគឺប្រើរបៀបបែបខ្មែរយើងដូចកន្លែងកញ្ចក់អង្គុយមិញចឹងចាំបងប្អូនជំរាបខ្ញុំបានជំរាបមុននឹងចឹងថាដោយសារតែខ្ញុំមានកម្រងទៅទឹកធ្លាក់ជ្រាវមកតង់ទៀតចឹងថ្ងៃហ្នឹងគឺខ្ញុំមក review រមណីយដ្ឋាននេះគឺបានតែប៉ុណ្្នឹងទេហើយសូមអរគុណសម្រាប់បងប្អូនទាំងអស់គ្នាបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់បើសិនជាបងប្អូនទាំងអស់គ្នាចូលចិត្តនៅរាល់វីដេអូរបស់នាងខ្ញុំសូមកុំភ្លេច subscribe YouTube channel របស់នាងខ្ញុំដែលមានឈ្មោះថារតនា Inspire Travel សូមអរគុណជួបគ្នានៅវីដេអូក្រោយជម្រាបលា